យោងតាមការបកស្រាយសបនតាមចំនួនទូទៅសបនឃើញការជោគច្រើនតែមានអត្ថន័យល្អដែលតំណាងឲ្យរឿងដូចជាភាពបរិសុទ្ធភាពចម្រុងចម្រើននិងសេចក្តីសុខសប្បាយការជោគតំណាងឲ្យព្រះពុទ្ធនិងការបួងសួងដំណឹងល្អពីញាតិសន្តានឬមានអ្នកឧបត្ថម្ភគ្រប់គ្រងនៅពេលជួបការលំបាកអ្វីមួយសម្រាប់អ្នកនៅលីវអាចនឹងជួបគូព្រេងហើយសម្រាប់រឿងការងារអាចមានការរីកចម្រើនឬត្រូវដំឡើងអនន្តរស័ក្តិអញ្ចឹងណាអត្ថន័យនៃចំនួននិងតម្លៃចំពោះករណីសុបិនរបស់បងអូនឃើញទីការជោគពីដើមមិនអញ្ចឹងឯងចំនួន2ហ្នឹងអាចតំណាងឲ្យគូណាវាជាចំនួនគូនៅក្នុងរឿងអ្វីមួយដូចជាស្នេហាឬអាជីវកម្មរកស៊ីអញ្ចឹងការសម្រេចចិត្តទិញផ្កាហ្នឹងបង្ហាញពីការចង់បានឬការបញ្ញាចិត្តដើម្បីទទួលបាននៅអត្ថន័យល្អដែលការជោគតំណាងនោះណាហើយអ្នកលក់ឲ្យក្នុងតម្លៃថ្លៃតែនៅតែទិញការដែលផ្កានោះវាថ្លៃពេកតែបងអូននៅតែសម្រេចចិត្តថាចង់ទិញអាចបង្ហាញថាបងអូនកំពុងតែខិតខំប្រឹងប្រែងឬហ៊ានលះបង់អាចជាថវិកាកម្លាំងកាយចិត្តឬពេលវេលារបស់បងអូនណាច្រើនជាងធម្មតាដើម្បីសម្រេចឲ្យបាននៅក្តីប្រាថ្នាណាមួយឬលទ្ធផលល្អនៅក្នុងរឿងសំខាន់ណាមួយក្នុងជីវិតបងអូនហ្នឹងឧទាហរណ៍ថារឿងស្នេហារឿងការងារមុខរបរជាដើមហើយវាជានិមិត្តរូបនៃការវិនិយោគដ៏ធំណានៅលើរឿងដែលបងអូនគិតថាមានតម្លៃខ្ពស់ទោះបីជាត្រូវចំណាយច្រើនក៏ដោយក៏បងអូននៅតែពេញចិត្តនឹងការសម្រេចចិត្តនោះណាអញ្ចឹងសម្បត្តិនេះវាអាចមានអត្ថន័យថាបងអូនកំពុងតែធ្វើការសម្រេចចិត្តវិនិយោគឬលះបង់ធំដើម្បីទទួលបាននៅភាពរីកចម្រើននឹងសេចក្តីសុខឬគូស្នេហ៍ដ៏មានតម្លៃនៅក្នុងជីវិតទោះបីជាការលះបង់នោះទាមទារនៅការខិតខំឬថវិកាច្រើនជាងការរំពឹងទុកក៏ដោយក៏បងអូននៅតែមានជំនឿចិត្តថាវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ខ្លួនឯងណា